ជំរាបសួរប្រិយមិត្តទាំងអស់គ្នាឥឡូវនេះខ្ញុំសូមជូនព័ត៌មានមួយតាក់ទងទៅនឹងរដ្ឋបាលរាជធានីភ្នំពេញចេញបំរាមបង្ហោះដ្រូនគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបាទរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញបំរាមប្រើប្រាស់អាកាសយានគ្មានមនុស្សបើកហៅថា drone ហ្នឹងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញគឺភ្នំពេញទាំងមូលតែម្ដងតែពីមុនគឺតែតំបន់មួយចំនួនដែលហាមឃាត់មានបរមរាជវាំងមានតំបន់ក្រសួងស្ថាប័ននានាតែឥឡូវគឺភ្នំពេញទាំងមូលបាទដើម្បីធានាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈបាទការហាមឃាត់នេះស្របពេលដែលកម្ពុជាកំពុងតែស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងការគំរាមកំហែងផ្នែកសន្តិសុខសេចក្តីណែនាំចុះនៅថ្ងៃទី15ខែធ្នូឆ្នាំ2025រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថារាល់ការប្រើប្រាស់ដ្រូនដោយគ្មានការអនុញ្ញាតត្រូវបានហាមឃាត់ដាច់ខាតហើយជនណាដែលបំពាននឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែលជាធរមានរដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសហការក្នុងការថែរក្សាសន្តិសុខសាធារណៈរដ្ឋបាលរាជធានីភ្នំពេញឲ្យប្រជាពលរដ្ឋរាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចឬតាក់ទងទៅកាន់លេខ hotline 1299ក្នុងករណីប្រទះឃើញមានការប្រើប្រាស់ដ្រូននៅខុសច្បាប់រដ្ឋបាលរាជធានីភ្នំពេញក៏បានប្រាប់ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង14ឲ្យបង្កើនការតាមដានការគ្រប់គ្រងនិងការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់និងចាត់ការចំពោះការបំពានលើសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់បាទអញ្ចឹងនៅទីក្រុងភ្នំពេញបើសិនជាបងប្អូនចង់ផុសដ្រូនថតអីផ្សេងទីណាក៏ដោយនៅក្នុងតំបន់ភូមិសាស្ត្រភ្នំពេញតើតែជម្រាបទៅកាន់អាជ្ញាធរមូលដ្ឋានសិនប្រហែលតើសុំគាត់ឬក៏យ៉ាងណាបើបងប្អូនមានការចាំបាច់ប្រើប្រាស់តើយើងជម្រាបទៅកាន់ខណ្ឌឬក៏តំបន់ដែលបងប្អូនរស់នៅមានអាជ្ញាធរជំនុនសិនបើមិនចឹងទេវាអញ្ចឹងបើមិនចឹងទេបងប្អូនអាចនឹងល្មើសនៅការថ្លែងការណ៍ថ្មីដែលបានជម្រាបជូននេះបាទអញ្ចឹងខ្ញុំបាទក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា